ដំបូន្មានដាស់តឿនពីហាងទំនិញមហានគរអេឡិចត្រូនិកចរន្តភ្លើងអគ្គិសនីគឺមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងពីរប្រភេទមិនថាជាភ្លើងសូឡាសែលឬភ្លើងខ្សែត្រង់ឬភ្លើង DC និងចរន្តភ្លើងរត់នោះទេដូច្នេះអ្នកដែលគ្មានចំណេះដឹងផ្នែកអគ្គិសនីនិងក្មេងៗនិងអ្នកដែលគ្មានបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតសម្រាប់ចរន្តភ្លើង DC ឬភ្លើងខ្សែត្រង់ឬភ្លើងសូឡាសែលចាប់ផ្ដើមមានគ្រោះថ្នាក់ដល់អាយុជីវិតចាប់ពី60 វ៉ុលឡើងទៅសម្រាប់ចរន្តភ្លើងអគ្គិសនីភ្លើងរត់ឬភ្លើង EC ឬចរន្តខ្សែភ្លើងឆ្លាស់ចាប់ផ្ដើមមានគ្រោះថ្នាក់ចាប់ពីកម្លាំងវ៉ុល30 វ៉ុលឡើងទៅដូច្នេះក្មេងៗនិងអ្នកដែលគ្មានចំណេះដឹងផ្នែកបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិតសូមអរគុណសូមជម្រាបសួរពុកម៉ែបងប្អូនដែលកញ្ញាគាំទ្រឲ្យเพจហាងទង់ជ័យមហានគរអេឡិចត្រូនិកទាំងនៅក្នុងប្រព័ន្ធ Facebook ទាំងនៅក្នុងប្រព័ន្ធ YouTube ទាំងអស់គ្នាបាទសម្រាប់វីដេអូថ្ងៃនេះ admin នឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមករៀនធ្វើនៅឧបករណ៍ជំនួយការរបស់ជាងបាទវីដេអូនេះគឺមានប្រយោជន៍ជាខ្លាំងសម្រាប់ពួកបងដែលជាជាងសម្រាប់ជួសជុលអេឡិចត្រូនិកនិងជាជាងផ្នែកអគ្គិសនីផងដែរហើយសម្រាប់ពុកម៉ែបងប្អូនអតិថិជនទាំងអស់ដែលមិនមែនជាជាងក៏បងអាចមើលវីដេអូនេះដើម្បីទុកជាចំណេះដឹងដើម្បីប្រដាប់លម្អចំណេះដឹងរបស់បងប្អូនផងដែរបានដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកមើលថាតើមានឧបករណ៍អ្វីខ្លះដែលយើងត្រូវធ្វើយើងត្រូវកែច្នៃដោយខ្លួនឯងដើម្បីធ្វើជាឧបករណ៍ជំនួយជាងបាទទី1ខ្ញុំឲ្យឈ្មោះថាខ្សែ input ឬខ្សែនាំភ្លើងចូលបងណាបាទខ្សែនាំភ្លើងចូលនេះគឺមានសារៈសំខាន់សម្រាប់ពួកយើងដែលជាជាងដើម្បីយើងនាំភ្លើងទាំងផ្នែកភ្លើង AC ឬភ្លើងរត់នាំចូលទៅក្នុង main board នាំចូលទៅក្នុង board នៅក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗដែលយើងកំពុងជួសជុលដើម្បីយើងពិសោធន៍ថាតើ board របស់យើងដែលយើងកំពុងជួសជុលនោះវាដំណើរការបានល្អដូចដើមវិញឬយ៉ាងណាឬនៅមិនទាន់មានដំណើរការនៅឡើយនិងទី2គឺយើងធ្វើអំពីអំពូលអំពូលលោតនឹងគឺយើងធ្វើដើម្បីតំណាងជាឧបករណ៍អ្វីមួយដើម្បីឲ្យយើងដឹងច្បាស់ថាឧបករណ៍នោះបានបញ្ចេញភ្លើងឲ្យឧបករណ៍នោះដំណើរការដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកមើលថាតើពួកយើងគួរត្រៀមឧបករណ៍អ្វីខ្លះដើម្បីយើងអាចកែច្នៃយើងអាចផលិតជាឧបករណ៍ជំនួយការរបស់យើងទាំងខ្សែ input និងអំពូលលោតបានសម្រាប់ឧបករណ៍ដែលយើងត្រូវត្រៀមមានដូចតទៅទី1យើងត្រូវមានក្បាលដង្កាប់ស្រួយទូចៗបែបនេះបងណាដែលហៅថាដង្កាប់ខ្សែរបស់ multimeter សម្រាប់ពិសោធន៍បាទនិងទី2គឺយើងត្រូវមានខ្សែដួយប្រភេទ VCT ចំនួន2ខ្សែទី1គឺប្រភេទខ្សែ VCT 2x1.5 គឺមានន័យថាទំហំខ្សែ 1.5 square min ណាបងណាបាទឬក៏ 1.5 មីលីម៉ែត្រហើយខ្សែ VCT 2ហ្នឹងគឺមានន័យថាយើងយកជាខ្សែ brand ប្រភេទ2វាមានខ្សែ3ហើយនិងខ្សែ2តែបងអូនណែនាំឲ្យយកជាខ្សែ2ណាបងណាហើយនឹងខ្សែ VCT ទី2គឺខ្សែ VCT 2x1 square min ឬ1មីលីម៉ែត្រនឹងឯងបងណាបាទហើយនឹងឧបករណ៍ទី3គឺយើងត្រូវមានខ្សែដួយដូចគ្នាដែរតែជាខ្សែដួយប្រភេទខ្សែ VKF ដែលមានទំហំ 2x0.5 square min ឬ 2x0.5 មីលីម៉ែត្របាទហៅបានដូចនេះណាបងណាជា square min ក៏បានជាមីលីម៉ែត្រក៏បានដែរណាបងណាបាទសម្រាប់ខ្សែទាំងអស់នេះគឺបងអូនមិនទាន់បានបង្រៀនក្នុងឯទេណាបងអូនសូមអភ័យទោសផងដែលបងអូនសន្យាថាបងអូននឹងបង្រៀនអំពីខ្សែភ្លើងទាំងអស់សម្រាប់ខ្សែ VCT បងអូនដូចជាបង្ហើបរួចហើយណាបងណាបង្ហើបនៅក្នុង EP មុនណាបងណាបាទខ្សែ VCT បាទហើយបន្ទាប់មកទៀតឧបករណ៍ដែលយើងត្រូវត្រៀមទុកគឺយើងត្រូវមានក្បាលអំពូល E27 បងណាក្បាលអំពូល E27 គឺក្បាលបែបនេះបងណាឈ្មោះរបស់វាណាបងណាមានខ្ចៅហើយនឹងឧបករណ៍បន្តទៀតគឺយើងត្រូវមានបំពង់រួញសម្រាប់ຂະຫນាតបំពង់រួញបងមើលទៅតាមទំហំខ្សែរបស់បងណាបើសិនតែខ្សែ VCT របស់បងយកទំហំដូចប្អូន 2x1.5 ហើយនឹង 2x0.5 អីចឹងគឺខ្សែវាមិនសូវធំទេអញ្ចឹងបើខ្សែមិនសូវធំទេយើងប្រើបំពង់រួញយើងប្រើត្រឹមតែ5មីលីម៉ែត្របានហើយបាទសម្រាប់បងអូនគឺបងអូនជ្រើសរើសយកទំហំ2ຂະຫນាតបងណាអាមួយហ្នឹង4មីលីម៉ែត្រនិងអាមួយទៀតគឺ5មីលីម៉ែត្រសម្រាប់បំពង់រួញបងណា
ហើយនឹងឧបករណ៍បន្ទាប់ទៀតគឺយើងត្រូវមានក្បាលផ្សារដល់បងណាបាទសម្រាប់យើងជាជាងយើងមានហើយណាបងណាមិនថានរណាទេបងណាជាងដែលជួសជុលជាងអេឡិចត្រូនិកទាំងអស់ត្រូវតែមានក្បាលផ្សារហើយបងណាតែយើងប្រាប់ឲ្យដឹងសម្រាប់បងប្អូនដែលមិនមែនជាជាងបងណាបាទដើម្បីយើងត្រៀមបាទខ្ញុំភ្លេចប្រាប់មួយទៀតឧបករណ៍ដែលយើងត្រូវត្រៀមមួយទៀតគឺខ្សែភ្លើងខ្សែនេះគឺជាខ្សែ VCT ដូចគ្នាតែមិនមែនជាខ្សែដួយទេណាបងណាបាទជាខ្សែ VCT ធម្មតាវាអត់មានក្បាលដួយបែបនេះទេបងណាបាទខ្សែ VCT នេះគឺយើងយកត្រឹម2ម៉ែត្រឲ្យបានហើយតាមតម្រូវការបងណាបងណាបាទបងត្រូវការប្រវែងវែងក៏វែងតែបងអត់ត្រូវការវែងទេបងត្រូវការវែងបំផុតត្រឹមតែ2ម៉ែត្រឲ្យបានហើយបងណាបាទ VCT ធម្មតាគឺ 2.1 square min បងណាបាទហើយនឹងឧបករណ៍បន្ទាប់មកទៀតគឺអំពូលបាទអំពូលនេះគឺហៅថាអំពូលពងមាន់បងណាអំពូលពងមាន់បែបនេះណាបងណាអំពូលនេះណាបងណាមើលលក្ខណៈដូចនេះណាមិនមែនជាអំពូល LED ទេណាបងណាអំពូលនេះគឺយើងតាមຂະຫນាតដែលបងត្រូវការតែសម្រាប់បងប្អូនរើសយកຂະຫນាត100វ៉ាត់100វ៉ាត់ហ្នឹងមិនមែនធម្មតាទេណាបងណាស៊ីភ្លើងណាអំពូលនេះបាទតិចទៀតបងនឹងដឹងហើយថាហេតុអីបានតែបងរើសយកຂະຫນាតធំយ៉ាងនេះបងចង់បានຂະຫນាតតូចជាងហ្នឹងក៏បានដែរណាបងណាបាទមានຂະຫນាត20វ៉ាត់50វ៉ាត់60វ៉ាត់ក៏តាមហ្នឹងទៅតែបងប្អូនយក100វ៉ាត់ណាពូលកណ្ដៅពូលពញើសពងមាន់ណាបងណានឹងដាក់ពូលពងមាន់ហ្នឹងមានម៉ាសខាងក្នុងអាហ្នឹងស៊ីភ្លើងណាបងណា100វ៉ាត់100វ៉ាត់ហ្នឹងបើយើងទាបទៅវាស្មើនឹងពូលម៉ែត្រយើងអាពូលនីអនយើងហ្នឹង5ហើយ5ហ្នឹងស៊ីបណ្ដល់វាផងព្រោះអាពូលនីអនហ្នឹងវា1ស៊ី18វ៉ាត់ណាបងណានឹងអាពូលហ្នឹងណាហើយអាពូលចេះណាបងណាអាពូល1ម៉ែត្រកន្លះអញ្ចឹងណាបងណាបាទស៊ី1 18វ៉ាត់អញ្ចឹងយើងវាយថា5ទៅចោះប្រហែលពូលហ្នឹងតែបងយកຂະຫນាត100វ៉ាត់បងណាបាទនៅពេលដែលយើងបានត្រៀមឧបករណ៍ដូចខាងលើទាំងអស់នេះបានសពគ្រប់ទាំងអស់ហើយតោះពួកយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាបាទជាដំបូងយើងក៏ចាប់ផ្ដើមបកសម្បកខ្សែទាំង3ខ្សែនេះហើយយើងបកហ្នឹងក៏យើងកុំបកវែងពេកណាបងណាយើងបកសម្រាប់ខ្ញុំនេះខ្ញុំបកប្រវែងប្រហែលជា3សង់ទីម៉ែត្រទេហើយនឹង2សង់ទីម៉ែត្រទេបងណាបាទតែប៉ុណ្ណឹងបានហើយបងណាយើងបកមកល្មមសម្រាប់ឲ្យតែយើងផ្សារសំណជាប់ជាមួយនឹងក្បាលដង្កាប់ហើយសម្រាប់ផ្សារជាប់ជាមួយនឹងខ្សែក្បាលដង្កាប់ហ្នឹងបងណាបាទហើយបន្ទាប់ពីយើងបកហើយយើងក៏ចាប់ផ្ដើមកាត់បំពង់រួញបងណាបញ្ចូលទៅមុនហើយយើងក៏យកខ្សែដែលយើងបកហ្នឹងបញ្ចូលទៅក្នុងក្បាលដង្កាប់ម្ខាងបងណាបាទពីព្រោះក្បាលដង្កាប់ហ្នឹងគឺពីយើងអាចដកបានបងណានឹងដកដោយរបៀបនេះបងណាបាទហើយវាមានរុននៅកណ្ដាលបងណារុនហ្នឹងគឺយើងល្មមញាត់ខ្សែភ្លើងចូលបងណាខ្សែភ្លើងហ្នឹងគឺកុំធំជាងទំហំ 1.5 square min បងណាបាទបើសិនតែខ្សែធំជាងហ្នឹងគឺញាត់អត់ចូលទេបងរុនហ្នឹងវាតូចបាទបើបងចង់ញាត់ចូលលុះត្រាតែបងហ្នឹងយកក្បាលផ្សារណាបងណាបងយកក្បាលផ្សារហ្នឹងរុញសិនរុញឲ្យធំទៅតែបងប្អូនអត់បាច់រុញទេព្រោះថាទំហំហ្នឹងវាល្មមមកឲ្យខ្សែទំហំ1មីលីម៉ែត្រខ្សែទំហំ0.5មីលីម៉ែត្រនិងខ្សែទំហំ1.5មីលីម៉ែត្រហ្នឹងឬ1 square min ហ្នឹងចូលបានល្មមបងណាបាទបន្ទាប់ពីយើងបានបញ្ចូលខ្សែទាំងសងខាងចូលនៅក្នុងក្បាលដង្កៀបដង្កាប់មួយជំហាននឹងហើយយើងក៏ចាប់ផ្ដើមផ្សារតែម្ដងទៅបងណាយើងចាប់ផ្ដើមបាក់គ្រីទៅណាបងណាហើយយើងផ្សារសំណទៅណាជាដំបូងយើងក៏ដាក់សំណឲ្យផ្សារជាប់ជាមួយនឹងដែកក្បាលដង្កៀបនឹងសិនបងណាបាទយើងបាក់គ្រីនឹងសិនពេលយើងបាក់គ្រីយើងផ្សារនឹងហើយយើងដាក់សំណហើយចាំយើងយកខ្សែភ្លើងហ្នឹងបងណាខ្សែខាងក្រហមណាបងណាយើងក៏ផ្សារភ្ជាប់ជាមួយនឹងក្បាលដង្កៀបពណ៌ក្រហមដែរទៅបាទហើយសម្រាប់នឹងខ្សែមួយទៀតគឺយើងផ្សារភ្ជាប់ជាមួយនឹងក្បាលដង្កៀបពណ៌ខ្មៅបងណាបាទហើយពេលយើងផ្សាររួចហើយយើងក៏បានរបៀបហ្នឹងហ្មងណាបានរបៀបហ្នឹងហើយបន្ទាប់
máu dương có bạc ri dương có xá nơ sai tì pi bóng nát sai tầng hồng tì pi và sai VKF nè bóng nè baสำหรับการซาในsai tì piนี้dương có phớ đôi chiếc sai tì mùi đài nè bóng nè chỉ tầm 4 dương cóត្រូវដាក់ផ្សារសំណបាក់រីសំណហ្នឹងឲ្យជាប់ទៅនឹងក្បាលដៃរបស់តង្កាប់ទាំងសងខាងសិនបងណារួចហើយចាំយើងយកខ្សែភ្លើងហ្នឹងមកផ្សារភ្ជាប់ទៅនឹងក្បាលតង្កាប់និងសំណដែលយើងបានបាក់រីដែលយើងបានផ្សារហ្នឹងបងណាបាទតែយើងផ្សាររួចហើយណាបងណាយើងក៏បញ្ចូលនៅក្បាលតង្កៀបឲ្យបានដូចដើមវិញរួចហើយយើងក៏ចាប់ដើមយកដៃកេះណាបងណាយកដៃកេះមកដុតដើម្បីកម្ដៅបំពង់រួញរបស់យើងបំពង់រួញហ្នឹងកាលណាត្រូវកម្ដៅគឺគាត់នឹងរួញវានឹងរួញបងណាវានឹងរួញហើយវានឹងរឹតខ្សែភ្លើងរបស់យើងដើម្បីឲ្យជួយរុំខ្សែភ្លើងរបស់យើងហ្នឹងឲ្យរឹងមាំបាទកុំឲ្យលបកកុំឲ្យដាច់បាទកាលណាយើងទាញយើងប៉ះទៅប្រើប្រាស់ទៅណាបងណាបាទគឺយើងរោលបែបហ្នឹងបងណារោលទាញទៅបងណាបាទពេលយើងទាញរួចហើយយើងក៏បានខ្សែភ្លើង input បាទខ្សែសម្រាប់បញ្ចូលភ្លើងសម្រាប់ប្រើប្រាស់នៅក្នុងការពិសោធន៍នៅការជួសជុលនៅបតអេឡិចត្រូនិកផ្សេងៗណាបងណាបាទនៅពេលនេះយើងក៏បានធ្វើរួចនៅខ្សែ input ចំនួន2ខ្សែបងណាខ្សែទី1គឺមានទំហំ 2x1.5 បាទហើយខ្សែទី2គឺជាខ្សែ VKF បាទគឺទំហំ 2x0.5 square min បងណាខ្សែហ្នឹងតូចជាងបងណាបាទបងធ្វើ2ខ្សែសម្រាប់ប្រើបងណាបាទពេលយើងផ្សាររួចនៅខ្សែ input ទាំង2ខ្សែហើយយើងក៏មកធ្វើនៅឧបករណ៍មួយទៀតគឺជាឧបករណ៍អំពូល load បងណាឧបករណ៍ហ្នឹងគឺមិនមានអ្វីទេបងណាបាទយើងធ្វើដូចមុនបងណាយើងក៏បកក្បាលខ្សែទាំងសងខាងបងណាបាទសម្រាប់ក្បាលខ្សែមួយខាងយើងត្រូវបកឲ្យវែងគ្រាន់បងណាយើងបកប្រវែងប្រហែលជា5 cmបងណាហើយសម្រាប់ផ្នែកដែលយើងត្រូវយកមកផ្សារជាប់នឹងក្បាលអំពូល E27 ហ្នឹងយើងកុំបកវែងពេកបងណាព្រោះកន្លែងហ្នឹងយើងបកមកល្មមសម្រាប់តែយើងផ្សារបានហើយបងណាយើងកុំបកវែងពេកសម្រាប់បងហ្នឹងបងបកប្រវែងប្រហែលជា3 cm ទេបងណាសម្រាប់យកមកផ្សារភ្ជាប់ជាមួយនឹងក្បាលអំពូល E27 បងណាបាទពេលយើងបករួចហើយយើងក៏ចាប់ផ្ដើមផ្សារតែម្ដងទៅបងណាបាទជាដំបូងយើងក៏បាត់ព្រីយើងផ្សារសំណឲ្យចូលនឹងខ្សែភ្លើងសិនបងណាបាទចូលនឹងខ្សែភ្លើងទាំងសងខាងសិនតែយើងដាក់សំណឲ្យចូលហើយចាំយើងយកខ្សែមកខាងតែខ្សែដែលជាខ្សែជាប់នឹងក្បាលអំពូល E27 បងណាហើយយើងដូចមុនបងណាខ្សែក្រហមយើងផ្សារឲ្យត្រូវជាមួយនឹងខ្សែក្រហមបាទហើយសម្រាប់ខ្សែពណ៌ខ្មៅឬខ្សែ N ហ្នឹងបាទខ្សែ Newton ហ្នឹងបងណាបាទយើងក៏ផ្សារទៅជាប់ទៅនឹងខ្សែ Newton ធម្មតាណាបងណាពេលយើងផ្សារជាប់ហើយយើងក៏យកស្គុតរុំខ្សែភ្លើងរុំវាបងណាបាទយើងកាត់ប្រវែងតាមសំពូតាមដែលយើងរុំណាបងណារុំទាំងសងខាងណាបងណាបងភ្លេចប្រាប់ណាកាលណាមុននឹងយើងផ្សារជាប់ហ្នឹងយើងក៏ត្រូវដាក់បញ្ចូលបំពង់រួញផងដែរបងណាបំពង់រួញណាបងណាបញ្ចូលបំពង់រួញផងបងណាព្រោះកាលណាយើងផ្សារជាប់ហើយយើងមិនអាចបញ្ចូលបំពង់រួញបានទេបាទដោយបងហ្នឹងបងបានដាក់បំពង់រួញមុនរួចហើយបងណាបាទពេលយើងរុំខ្សែភ្លើងរួចហើយបាទទាំងសងខាងរួចហើយណាបងណាយើងក៏ទាញបំពង់រួញចូលមកបាទហើយយើងក៏យកដៃកេះហ្នឹងបាទកម្ដៅបាទដុតកម្ដៅដើម្បីឲ្យបំពង់រួញយើងហ្នឹងវារួញបងណាហើយវារួញទៅវារឹតនៅកន្លែងមុខតំណដែលយើងរុំស្គុតទាំងបងណាបាទឲ្យណែនបាទដើម្បីជួយឲ្យខ្សែភ្លើងហ្នឹងបានរឹងមាំបាទបានស្វិតរឹងមាំហើយសម្រាប់ខ្សែមកខាងទៀតណាដែលបងអូនថាឲ្យបកឲ្យវែងតិចណាប្រហែលទីប្រវែង 5-6 cm ហ្នឹងយើងក៏ដាក់សំណបងណាដូចគ្នាដែរបើយើងក៏ផ្សារសំណបញ្ចូលនឹងខ្សែភ្លើងបាទដើម្បីកុំឲ្យក្បាលខ្សែភ្លើងរបស់យើងហ្នឹងវាបែកបងណាបើយើងដឹងហើយយើងឲ្យសំណហ្នឹងវានៅសម្រាប់ថាយើងធ្វើហ្នឹងដើម្បីអីបាទបន្តិចទៀតបងអូននឹងប្រាប់បាទពេលយើងផ្សារដាក់សំណនៅចុងខ្សែភ្លើងមកខាងទៀតរួចអស់ទាំងសងខាងហើយយើងក៏ដាក់បំពង់រួញចូលទៅបងណាបាទហើយយើងក៏កម្ដៅយកដៃកេះហ្នឹងដុតកម្ដៅដើម្បីឲ្យបំពង់រួញរបស់យើងហ្នឹងបាទវារួញរឹតខ្សែភ្លើងរបស់យើងបាទហើយក៏យើងក៏បានខ្សែភ្លើងនៅលក្ខណៈបែបនេះបងណាបាទបាទពេលយើងយកដៃកេះហ្នឹងកម្ដៅបំពង់រួញរួចរាល់ហើយយើងក៏ចាប់ផ្ដើមសាកមើលយើងចាប់ផ្ដើមសាកយើងដាក់អំពូលចូលជាមួយនឹងក្បាលអំពូល E27 មើលដើម្បីយើងធ្វើតេស្តមើលថាតើអំពូលនឹងភ្លឺឬអត់វាត្រូវតែភ្លឺហើយបងណាបាទលើកលែងតែអំពូលដាច់បាទលើកលែងតែអំពូលដាច់បានវាអត់ភ្លឺបាទប៉ុន្តែអំពូលនឹងអំពូលថ្មីបងណាបាទវាត្រូវតែភ្លឺបង 99.99% ត្រូវតែភ្លឺហើយមិនអញ្ចឹងបាទឥឡូវយើងចាប់ផ្ដើមមើលភ្លឺឬមិនភ្លឺ1 2 3អូខេភ្លឺបងណាបាទភ្លឺហើយបាទ
ពេលហ្នឹងយើងបានធ្វើឧបករណ៍រួចរាល់ទាំងអស់ហើយបងណាបាទឧបករណ៍ហ្នឹងគឺមាន2ប្រភេទមាន3មុខបាទ2ប្រភេទហ្នឹងគឺមានន័យថាយើងមានខ្សែ input ហ្នឹង2បាទ2ខ្សែហើយនឹងអំពូល load ហ្នឹង1បាទទាំងអស់ហ្នឹងគឺយើងមាន3មុខបាទឥឡូវយើងទៅដល់វគ្គដែលយើងត្រូវយកឧបករណ៍ទាំងអស់នេះយើងយកមកប្រើសម្រាប់ពួកយើងជាជាងទាំងអស់គ្នាបាទតើយើងគួរប្រើដោយរបៀបណាប្រើដោយរបៀបម៉េចបាទបងប្អូនដែលជាជាងបងប្អូនមើលទៅដឹងហើយថាគួរប្រើរបៀបណាបាទតែសម្រាប់ពុកម៉ែបងប្អូនដែលមានជាជាងឆ្ងល់ថាតខ្សែបែបហ្នឹងយកទៅប្រើដោយរបៀបណាយកទៅបញ្ចូលភ្លើងរបៀបណាបាទយកភ្លើងទៅបញ្ចូលនៅកន្លែងណាទៅបញ្ចូលនឹងឧបករណ៍អ្វីបាទសូមពុកម៉ែបងប្អូនទាំងអស់គ្នាយើងមកទស្សនាមើលទាំងអស់គ្នាបាទជាដំបូងខ្ញុំសូមណែនាំសិនបាទនេះគឺជាបតម៉ាស៊ីនត្រជាក់បងណាបតម៉ាស៊ីនត្រជាក់បតម៉ាស៊ីនត្រជាក់នេះគឺប្អូនបានឲ្យកូនជាងហ្នឹងគាត់ដោះចេញពីម៉ាស៊ីនត្រជាក់របស់អតិថិជនបាទដោយសារម៉ាស៊ីនត្រជាក់របស់អតិថិជនហ្នឹងគាត់ខូចបងណាបាទបើកទៅលឺទីតប៉ុន្តែខាងខ້ອຍត្រជាក់ហ្នឹងទាំងហាត់អត់វិលបងណាខ້ອຍត្រជាក់គឺជាអ្វីសូមបង្ហើបបន្តិចណាបាទคลิปនេះបងប្អូនមិនបានមកបង្រៀនអំពីវិធីជួសជុលបតម៉ាស៊ីនត្រជាក់ទេណាបងណាបាទបងប្អូនបង្រៀនអំពីការធ្វើឧបករណ៍ជំនួយជាងណាបងណាបាទសម្រាប់ការរៀនជួសជុលឧបករណ៍អេឡិចត្រូនិកបតម៉ាស៊ីនត្រជាក់ចាំតិចទៀតចាំបងប្អូនធ្វើវីដេអូឃ្លីបដើម្បីបង្រៀនប៉ុន្តែដោយសារបងប្អូនមិនទាន់បានបង្រៀនអំពីមូលដ្ឋានគ្រឹះទាំងអស់អញ្ចឹងបងប្អូនធ្វើឃ្លីបធ្វើវីដេអូបង្រៀនអំពីការជួសជុលបតម៉ាស៊ីនត្រជាក់តែម្ដងអញ្ចឹងវាជ្រៅបងណាអញ្ចឹងបងប្អូនមិនទាន់បានបង្រៀនអស់មិនទាន់បានក្រាលគ្រឹះអស់ទេបងណាបងប្អូនកំពុងតែក្រាលគ្រឹះអំពីប្រព័ន្ធសូឡាសែលឲ្យអស់សិនបងណាបាទបងប្អូនសូមណែនាំបន្តិចសម្រាប់បតនេះគឺបងប្អូនបានឲ្យជាងនឹងក៏ដោះពីតួម៉ាស៊ីនត្រជាក់របស់អតិថិជនម្នាក់ដែលបានក្រុមការងារខាងពុននឹងបានទៅជួសជុលឲ្យគាត់បើកទៅលឺទីតធម្មតាលឺសលេងទីធម្មតាណាបងណាចុចតេលេបើកទៅលឺទីតធម្មតាប៉ុន្តែដង្ហើមនៅក្នុងខ້ອຍត្រជាក់គឺម៉ាស៊ីនដែលនៅក្នុងបន្ទប់បងប្អូនណានេះម៉ាស៊ីននេះណាបងណាវាអត់វិលបងណាវាអត់វិលវាអត់ដំណើរការអីទាំងអស់បងណាហើយវាចេញថា error code ណាបងណា error code ហើយក៏ស្ងាត់ឈឹងទៅបងឲ្យកូនជាងវាស់ទេណាបងបានទៅថ្ងៃហ្នឹងបាទបងឲ្យកូនជាងនឹងម្នាក់ទៀតគាត់ថតឲ្យមើលឲ្យគាត់ដោះឲ្យគាត់ពុះចំណាំផងណាហ្នឹងហើយហ្នឹងបងបានចុះទៅទេបាទដល់ពេលគាត់ដោះមកដើម្បីយកបតហ្នឹងមកឲ្យបងដើម្បីពិនិត្យហ្នឹងដល់ពេលយកមកដល់ហ្នឹងបងក៏នឹកឃើញថាបងហ្នឹងក៏ត្រូវទៅបើកខ្សែទៅបើកឧបករណ៍ពីហាងពីតកែខាងមុខហ្នឹងណាបាទបងក៏គ្លៀតធ្វើជាឧបករណ៍ជំនួយការជាងអេឡិចត្រូនិកហ្នឹងទៅនេះគឺជាបតម៉ាស៊ីនត្រជាក់ហើយខ្សែនេះគឺជាខ្សែ input បងណានេះខ្សែកន្លែងនេះណានេះខ្សែកន្លែងនេះគឺខ្សែ input នេះខ្សែ N ណាបងណាកន្លែងនេះខ្សែ N កន្លែងនេះខ្សែ L ខ្សែ line ណាខ្សែ line ណាបងណាខ្សែ line ខ្សែដែលមានភ្លើងបងណាបងប្អូនសូមហៅឲ្យត្រូវតាមស្តង់ដារណាបងណាបាទនេះគឺខ្សែ line អានេះគឺខ្សែ N បងណាអញ្ចឹងយើងក៏មិនអីទេយើងក៏យកអាខ្សែដែលយើងដែលយើងផ្សារមុនហ្នឹងបាទយើងយកទៅដួយវាហ្នឹងយើងយកទៅដោតជាមួយនឹងព្រីភ្លើងឬផ្លាក់ភ្លើងណាបងផ្លាក់ភ្លើងរត់យើងព្រីភ្លើងរត់យើងហ្នឹងយើងយកទៅដោតហើយយើងបានខ្សែមកដែលមានភ្លើង220ខ្សែភ្លើងរត់ហើយដើម្បីយើងយកមកបញ្ចូលជាមួយនឹងបតហ្នឹងដើម្បីយើងធ្វើតេស្តបតរបស់យើងពេលយើងធ្វើតេស្តទៅវាយ៉ាងម៉េចសម្រាប់យើងដែលជាជាងអេឡិចត្រូនិកហ្នឹងណាបាទឥឡូវយើងមើលពេលយើងដោតហើយយើងវាស់មើលមកភ្លើងប្រមាណយើងឃើញនេះភ្លើងមកនៅនឹងចុងខ្សែចុងដង្កាប់នេះបងណាចុងដង្កៀបចុងដង្កាប់ហ្នឹង220វ៉ុលហើយបងឃើញច្បាស់ទេចាំបងទាញឲ្យមើលបន្តិចណាចាំបន្តិចបងទាញម៉ាល់ទីមីតើឲ្យមើលបន្តិចណាបាទឃើញនេះគឺនឹងភ្លើងហ្នឹងគឺភ្លើង220គឺភ្លើងមកហើយអញ្ចឹងយើងក៏ចាប់បញ្ចូលនៅខ្សែ input ទៅបាទយើងចាប់ផ្ដើមបញ្ចូលមកដើម្បីយើងដឹងថាធ្វើតេស្តបតរបស់យើងថាបតយើងមានដំណើរការដែលអត់យើងវាស់មើលឥឡូវយើងបញ្ចូលទៅបើពឹបងាត់ជ្រាបបាទលឺតែទឹកបន្តិចប៉ុណ្ណឹងបាទដូចតែនៅដែលយើងមិនតន់ដោះអញ្ចឹងបើទឹកមកក៏ស្ងាត់ជ្រាបអញ្ចឹងបងឃើញនៅឥឡូវយើងវាស់ភ្លើងមកបាន220ធម្មតាភ្លើងចូលហើយប៉ុន្តែម៉ូទ័រអត់វិលទេបងឃើញទេបាទឥឡូវនេះបងកំពុងរុំណាបងរុំម៉ូទ័ររបស់វាកាលណាភ្លើងចូលបើសិនតែបតនឹងវាដំណើរការធម្មតាម៉ូទ័រត្រូវទៅវិលហើយបងម៉ូទ័រហ្នឹងណាម៉ូទ័រហ្នឹងត្រូវទៅវិលហើយស្ងាត់ជ្រាបបាទស្ងាត់ជ្រាបបងឃើញនៅដំបូលមានដាស់តឿនពីហាងទំនិញមហានគរអេឡិចត្រូនិក
ចរន្តភ្លើងអគ្គិសនីគឺមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងពីរប្រភេទមិនអាចជាភ្លើងសូឡាសែលឬភ្លើងខ្សែត្រង់ឬភ្លើង DC និងចរន្តភ្លើងរត់នោះទេដូច្នេះអ្នកដែលគ្មានចំណេះដឹងផ្នែកអគ្គិសនីនិងក្មេងៗនិងអ្នកដែលគ្មានបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតសម្រាប់ចរន្តភ្លើង DC ឬភ្លើងខ្សែត្រង់ឬភ្លើងសូឡាសែលចាប់ផ្ដើមមានគ្រោះថ្នាក់ដល់អាយុជីវិតចាប់ពី60 វ៉ុលឡើងទៅសម្រាប់ចរន្តភ្លើងអគ្គិសនីភ្លើងរត់ឬភ្លើង EC ឬចរន្តខ្សែភ្លើងឆ្លាស់ចាប់ផ្ដើមមានគ្រោះថ្នាក់ចាប់ពីកម្លាំងវ៉ុល30 វ៉ុលឡើងទៅដូច្នេះក្មេងៗនិងអ្នកដែលគ្មានចំណេះដឹងផ្នែកបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិតសូមអរគុណនេះគឺជាប្រយោជន៍ដែលយើងត្រូវមានខ្សែ input បងណាបាទហើយសួរថាចុះអំពូលលោតដែលលោកគ្រូធ្វើហ្នឹងហើយយើងយកទៅប្រើជាមួយអីអាអំពូល100 វ៉ាត់នេះណានេះអាអំពូលនេះណាបងណាអាអំពូល100 វ៉ាត់ហ្នឹងយើងយកទៅប្រើជាមួយអីបាទសម្រាប់អំពូលលោតនេះគឺយើងប្រើបានច្រើនប្រភេទណាបងណាបាទមានប្រយោជន៍ណាសម្រាប់យើងជាជាងបងណាសម្រាប់ពួកជាងបាទទី1គឺបងអូនធ្វើហ្នឹងគឺសម្រាប់ដើម្បីឲ្យទាញកម្លាំងភ្លើងចេញពី capacitor របស់ board ហ្នឹងបងណាឬ capacitor ផ្សេងដែលយើងជួសជុលទាំងអស់យើងដឹងហើយក្នុងboard electronic ទាំងអស់វាតែងតែមាន capacitor ឬគេហៅថាតួ C ណាបងណាបើភាសាជាងគេហៅថា C តួ C ហៅកាត់ណាបងណាបាទតួ C ដូចជា capacitor នៅក្នុង board ម៉ាស៊ីនត្រជាក់នេះដែលភ្លើងចេញពី diode bridge នេះវាមានកម្លាំងវ៉ុលទៅ500 វ៉ុលបងឃើញទេ500 វ៉ុលអញ្ចឹង500 វ៉ុលយើងដឹងហើយថាបើយើងយកអ្វីទៅប៉ះតែបន្តិចគឺផ្ទុះហើយឆក់យើងដោយដៃយើងនៅមានតំបៅឆក់លុកដៃធ្លុះជើងឥឡូវហើយបងណាបាទមិនមែនលេងទេណាបងណាភ្លើង500 វ៉ុលណាបងណាអញ្ចឹងបងឃើញទេអញ្ចឹងដូច្នេះហើយបានជាប្អូនត្រូវតែមានអំពូលលោតមួយបាទអំពូលនេះគឺសម្រាប់ដើម្បីយើងទាញយកកម្លាំងយកចរន្តដែលនៅក្នុង capacitor ហ្នឹងចោលសិនទើបយើងអាចទៅជួសជុលបន្តទៀតបានហើយយើងមើលឃើញទេឥឡូវនេះប្អូនបញ្ចូលភ្លើងឲ្យបងមើលជាក់ស្ដែងណាឥឡូវបងបញ្ចូលភ្លើងហើយពឹបភ្លើងមកឥឡូវបងដោះភ្លើងចេញណាដោះភ្លើងពឹបភ្លើងបងដកដួយចេញណាអត់មានភ្លើងចូលមកទេណាចាំបងវាស់ឲ្យមើលណាវាស់នឹងជើង capacitor តូននេះមើលបងឃើញទេពឹបឃើញប្រហែលបងឃើញនៅ400 វ៉ុលជាងបងឃើញនៅអញ្ចឹងភ្លើង400 វ៉ុលជាងហ្នឹងនៅបានយូរណាស់ប្រហែលជា10 នាទីឯនោះបានវាបាត់ពី capacitor តួនេះណាបងណាអញ្ចឹងដូច្នេះហើយយើងមិនអាចអង្គុយចាំបានទេព្រោះយើងទីជាងយើងដឹងយើងត្រូវធ្វើការជួសជុលយើងត្រូវធ្វើការវើសបន្តទៅទៀតដូច្នេះហើយបើសិនជាយើងអត់ទាញតរ៉នអត់ទាញប្រជុកភ្លើងចេញពី capacitor តួនេះទេតែណាយើងវើសទៅភ្លើងវាឆ្លងទៅប្រព័ន្ធផ្សេងធ្វើឲ្យឆេះទៅគប់ដល់ប្រព័ន្ធផ្សេងដូច្នេះហើយអំពូលលោតនេះមានប្រយោជន៍ចំពោះយើងណាស់ឥឡូវយើងមកមើលមានប្រយោជន៍មិនមើលបងញល់ឲ្យមើលណាអំពូលនេះភ្លឺហ្មងពឹបបងឃើញនៅហ្នឹងតែវាភ្លឺអញ្ចឹងហើយមានន័យថាអំពូលយើងគឺទាញលោតបងណាទាញយកចរន្តចេញពី capacitor ដូចយើងទាញភ្លើងចេញពីអាគុយអញ្ចឹងណា capacitor វាដូចជាអាគុយដែរបងណាបាទអាហ្នឹងចាំបងបរៀននៅពេលក្រោយ capacitor មានតួនាទីមិនហ្នឹងណាបាទប៉ុន្តែពេលនេះបងមិនមានពេលវេលាបងសូមអភ័យទោសផងសម្រាប់ពុកម៉ែបងប្អូនទាំងអស់ណាសូមបងប្អូនមេត្តាជួយចុច like ជួយចុច subscribe ចុចតាមដានទាំងនៅក្នុង page ទំទាយមហានគរទាំងក្នុង open Facebook ទាំងនៅក្នុង open YouTube បងណាបាទនៅក្នុង open YouTube សូមបងមេត្តាចុចលើរូបកណ្ដឹងផងណាបងណាចុច subscribe ហើយបងចុចរូបកណ្ដឹងផងបាទដើម្បីឲ្យបងមានវីដេអូថ្មីផុសទៅដល់ជាចំណេះដឹងឲ្យបងអញ្ចឹងបានវាលូតប្រាប់នៅក្នុងទូរស័ព្ទបងណាបងណាបាទសូមអរគុណពុកម៉ែបងប្អូនអតិថិជនទាំងអស់គ្នាណាបងណាដែលបងបានជួយចុច like ជួយចុច subscribe ចុច follow ចុចតាមដានឲ្យ page ទំទាយមហានគរទាំងនៅក្នុង open Facebook ទាំងនៅក្នុង open YouTube បាទ admin សូមក្រាបអរព្រះគុណយ៉ាងជ្រាលសូមក្រាបអរព្រះគុណក្រាបអរព្រះគុណបាទសូមអរគុណច្រើនបាទឥឡូវយើងមើលបន្តទៅទៀតបាទឥឡូវយើងបញ្ចូលភ្លើងម្ដងទៀតយើងចង់ដឹងណាយើងចង់ដឹងសាកឲ្យមើលម្ដងទៀតយើងបងប្អូនដកដួយសិនដកដួយពឹបភ្លើងចូលហើយណាភ្លើងចូលហើយដំបូលលមានដាស់តឿនពីហាងទំទាយមហានគរអេឡិចត្រូនិកចរន្តភ្លើងអគ្គិសនីគឺមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងពីរប្រភេទមិនអាចជាភ្លើងសូឡាសែលឬភ្លើងខ្សែត្រង់ឬភ្លើង DC និងចរន្តភ្លើងរត់នោះទេដូច្នេះអ្នកដែលគ្មានចំណេះដឹងផ្នែកអគ្គិសនីនិងក្មេងៗនិងអ្នកដែលគ្មានបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតសម្រាប់ចរន្តភ្លើង DC ឬភ្លើងខ្សែត្រង់ឬភ្លើងសូឡាសែលចាប់ផ្ដើមមានគ្រោះថ្នាក់ដល់អាយុជីវិតចាប់ពី60 វ៉ុលឡើងទៅ
សម្រាប់ចរន្តភ្លើងអគ្គិសនីភ្លើងរត់ឬភ្លើង EC ឬចរន្តខ្សែភ្លើងឆ្លាស់ចាប់ផ្ដើមមានគ្រោះថ្នាក់ចាប់ពីកម្លាំងវ៉ុល30 វ៉ុលឡើងទៅដូច្នេះក្មេងៗនិងអ្នកដែលគ្មានចំណេះដឹងផ្នែកបទពិសោធន៍ផ្នែកអគ្គិសនីហាមធ្វើតាមជាដាច់ខាតប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិតសូមអរគុណអូនដកភ្លើងដកដួយចេញវឹបយើងវាស់មើលមើលវាស់ capacitor ម្ដងទៀតមើលវឹបយើងឃើញនៅភ្លើងមិនតិចណាក៏មកឃើញនៅ400 វ៉ុលជាង300 វ៉ុលជាងឃើញនៅអញ្ចឹងភ្លើង300 វ៉ុលជាងមិនលេងខ្លាំងជាងភ្លើងរត់យើងទៀតខ្លាំងជាងភ្លើងតាមផ្ទះយើងទៀតចាប់នឹងប៉ក់យើងបាសសក់បាទមិនមែនបាសសក់លេងទេណាបងណាបាទគឺឆេះភ្លុះដៃមកបងណាចេញពីដំបៅឈាមហ្មងណាក្បែរណាណៃណាបងណាបាទជាងមួយមិនមែនលេងទេណាបងណាផ្លឹបតែត្រូវមុខលពួកអស់ហើយអញ្ចឹងហើយបាទយើងត្រូវមានអំពូលនឹងមួយបាទអំពូលនឹងណាដាក់វ៉ាត់ឲ្យខ្ពស់បន្តិចទៅណាយ៉ាងតូចបំផុតក៏50 វ៉ាត់60 វ៉ាត់ឲ្យដែរបងណាដើម្បីយើងយកមក clear បងណាយកមកទាញចរន្តចេញពី capacitor 500 វ៉ុលហ្នឹងបាទកុំឲ្យវាមានភ្លើងខាងក្នុងហ្នឹងដើម្បីយើងទៅប៉ះកន្លែងផ្សេងទៅចុចកន្លែងផ្សេងទៅវាស់កន្លែងផ្សេងទៅវាអត់ពុកអត់ឆក់បាទនេះប្រយោជន៍ទី1បងណាបាទប្រយោជន៍មួយទៀតគឺយើងធ្វើជាតំណាងឧបករណ៍លោតដើម្បីយើងឲ្យដឹងថាពេលយើងធ្វើការជួសជុលហើយនឹងតើបតប្រទេសនេះបតនេះវាបញ្ចេញភ្លើងឲ្យទៅខយក្តៅនឹងឲ្យទៅ condenser នឹងណាគេហៅថាខយក្តៅក៏បានហៅថា condenser ក៏បានដែរហៅតាមភាសាជាងហៅថាខយក្តៅហៅតាមភាសាបច្ចេកទេសហៅថា condenser unit បងណាសម្រាប់តែលើជាងទេណាបងណាបាទវាមានច្រើនឈ្មោះច្រើនបែបច្រើនយ៉ាងណាបងទៅស្គាល់ម៉ាស៊ីនត្រជាក់អញ្ចឹងសិនបងណាហេលោកគ្រូនិយាយអញ្ចឹងគឺដូចពួកខ្ញុំទាំងអស់គ្នាហ្នឹងមិនស្គាល់ម៉ាស៊ីនត្រជាក់មែនបាទបាទសម្រាប់ម៉ាស៊ីនត្រជាក់វាមាន2ម៉ាស៊ីនអញ្ចឹងវាមាន condenser unit ហ្នឹងអាហ្នឹងគឺហៅថាខយក្តៅគឺនៅក្រៅបន្ទប់បងណាអាហ្នឹងនេះអានេះណាហៅថា condenser unit បងណាបើថាខ្មែរយើងហៅថាខយក្តៅបងណាម៉ាស៊ីនក្តៅហើយនឹងអាមួយទៀតនៅក្នុងបន្ទប់បែបហ្នឹងណាបងណាបែបហ្នឹងនៅក្នុងបន្ទប់ហ្នឹងយើងហៅថា evaporator coil បងណាបាទ evaporator coil ហ្នឹងគឺហៅថាខយត្រជាក់បងណាបាទហៅថាម៉ាស៊ីនត្រជាក់ហ្នឹងបាទឥឡូវបងអូនសូមបង្រៀនបន្តិចចុះមុនដំបូងមករៀនតែខាងធ្វើឧបករណ៍ជំនួយការជាងទេតែម្ដងម៉ាស៊ីនត្រជាក់បង្រៀនទៅបង្ហើបបន្តិចទៅបងណាដើម្បីប្រដាប់ចំណេះដឹងបងទៅណាបាទហើយបងដែលជាមេនជាជាងទេណាសម្រាប់បងដែលជាជាងបងយល់ហើយបងណាបាទអាហ្នឹងហៅថា evaporator coil បងណាបាទ evaporator coil ហ្នឹងគឺជាខយត្រជាក់ឬហៅថាម៉ាស៊ីនត្រជាក់ហើយនឹង condenser unit air condenser unit ហ្នឹងអាហ្នឹងគេហៅថាម៉ាស៊ីនក្តៅអានៅខាងក្តៅហើយម៉ាស៊ីនត្រជាក់នេះណាបងណាវាដំណើរការទៅបានលុះត្រាតែវាមានបត control របស់វាហ្នឹងបតហ្នឹងឯងបតដែលបងកំពុងតែជួសជុលដែលបងកំពុងតឲ្យហ្នឹងអាហ្នឹងជាបតរបស់វាដើម្បីវាទំនាក់ទំនងរបស់វាទំនាក់ទំនងរបស់វាដោយប្រព័ន្ធកុំព្យូទ័ររបស់វាណាតាម ICU របស់វាហ្នឹងឲ្យដឹងថាក្នុងបន្ទប់នេះក្តៅហើយណាក្នុងបន្ទប់ហ្នឹងចាប់ដើមក្តៅហើយអញ្ចឹងគេចាប់ដើមក្តៅហើយគណៈបើកទប់វាបញ្ជាទៅឲ្យ condenser unit ហ្នឹងទៅឲ្យខយក្តៅហ្នឹងទៅឲ្យអាម្ដុំក្តៅនៅក្រៅបន្ទប់នេះចាប់ដើមវិលដំណើរការដើម្បីឲ្យបញ្ចេញទឹកថ្នាំម៉ាស៊ីនត្រជាក់ហ្នឹងចូលមកនៅក្នុងខយត្រជាក់នៅក្នុងបន្ទប់ហ្នឹងដើម្បីឲ្យយើងបានចោលត្រជាក់មកប៉ុន្តែបតនេះមុនដំបូងយើងឃើញយើងតទៅវាអត់ដំណើរការអីទាំងអស់បាទឥឡូវដល់បងអូនជួសជុលរួចអស់ហើយណាបងអូនជួសជុលរួចអស់ហើយប៉ុន្តែយើងធ្វើម៉េចដឹងថាតើបតរបស់យើងនឹងវាដំណើរការបានធម្មតាវិញយើងធ្វើម៉េចបានដឹងទៅយើងមិនត្រូវយកទៅដាក់នៅម៉ាស៊ីនត្រជាក់មិនអញ្ចឹងយើងត្រូវយកទៅដោតខ្សែម៉ាស៊ីនត្រជាក់ឡើងវិញមិនអញ្ចឹងចុះបើយើងអត់មានទូម៉ាស៊ីនត្រជាក់ផងយើងត្រូវតែដកលើកចុះលើកឡើងវាមានដូចកន្លែងជាងប្អូនកន្លែងធំអញ្ចឹងហាងតុងទីមហានគរអញ្ចឹងវាមានប៉ុន្តែអាណាឈ្នះលើកទៅបងទៅហ្នឹងខយក្តៅហ្នឹងម៉ាស៊ីននៅក្រៅបន្ទប់ហ្នឹងវាធំវាធ្ងន់លើកទៅលើកមកទីណាទីណែងអញ្ចឹងយើងធ្វើម៉េចគឺយើងត្រូវប្រើអំពូលនឹងឯងជំនួសឲ្យខយក្តៅបាទជំនួសឲ្យcondenser unit របស់វានេះអំពូលមួយហ្នឹងបងណាយើងជំនួសឲ្យវាជំនួសយ៉ាងម៉េច
យើងបញ្ចូលភ្លើងមកកាលណាយើងបញ្ចូលភ្លើងពេលមកពឹបយើងចុចបើកមកបាទចុចបើកពឹបកាលណាយើងចុចបើកមកបើសិនតែបតនឹងវាដំណើរការធម្មតាវិញហើយវានឹងឲ្យ motor នឹងវិលបាទ motor ទាំងហើរដែលវាអា motor ខ្យល់នៅក្នុងបន្ទប់យើងហ្នឹងម៉ាស៊ីនត្រជាក់វាមិនត្រូវមានខ្យល់មិនអញ្ចឹងអា motor ទាំងហើរហ្នឹងឯង motor fin coil របស់វានឹងវានឹងវិលកាលណាវាវិលហើយអាប្រដាប់ sensor របស់វានេះអា sensor នេះណាបងណានេះអា sensor នេះអា sensor ចាប់សីតុណ្ហភាពហ្នឹងវានឹងចាប់បានហើយវានឹងចាប់បានថានៅក្នុងបន្ទប់នឹងក្តៅហើយបាទកាលណាបន្ទប់នឹងក្តៅវាក៏ទំនាក់ទំនងទៅ MCU របស់វាតំណាក់តំណងទៅ MCU របស់វាបញ្ជាឲ្យបើកភ្លើងទៅដើម្បីវាបញ្ជូនភ្លើងទៅឲ្យថយក្តៅរបស់វាទៅឲ្យអាម៉ាស៊ីននៅខាងក្រៅនេះអាម៉ាស៊ីននេះណាបងណាអា condenser unit ហ្នឹងឬហៅថាថយក្តៅណាអាម៉ាស៊ីននៅក្រៅបន្ទប់ហ្នឹងចាប់ផ្ដើមវិលបងសង្កេតឃើញម៉ាស៊ីនត្រជាក់អីពួកបងឬអតិថិជនពុកម៉ែបងប្អូនដែលគាត់ប្រើម៉ាស៊ីនត្រជាក់គាត់ដឹងហើយពេលយើងបើកពេលដែលវាដល់ចំណុចវាមួយដែលសីតុណ្ហភាពវាដល់កម្រិតវាមួយដែលយើងបានកំណត់វានឹងផ្ដាច់ត្រូវអត់វានឹងផ្ដាច់ភ្លើងទឹងចោលទាំងហើយឈប់វិលត្រូវអត់នៅពេលដែលក្នុងសីតុណ្ហភាពនៅក្នុងបន្ទប់ចាប់ផ្ដើមក្តៅសីតុណ្ហភាពនៅក្នុងបន្ទប់ចាប់ផ្ដើមឡើងខ្ពស់ស្រាប់តែអាខយក្តៅនៅខាងក្រៅវាចាប់ផ្ដើមដំណើរការទឹងភ្លាមមែនអត់ទាំងហើយចាប់ផ្ដើមវិលដើម្បីបញ្ជូនទឹកថ្នាំម៉ាស៊ីនត្រជាក់នឹងឲ្យបញ្ចូលឲ្យវិលចូលមកនៅក្នុងខយត្រជាក់របស់យើងអាម៉ាស៊ីនដែលនៅក្នុងបន្ទប់របស់យើងនឹងណាបានយើងមានខ្យល់ត្រជាក់ចេញមកឬដែលយើងហៅថា evaporator នឹងណា evaporator coil នឹងបាទនៅតែខ្ញុំហៅថាម៉ាស៊ីនត្រជាក់ឬក៏ខយត្រជាក់ដើម្បីពុកម៉ែបងប្អូនងាយស្រួលយល់មិនហៅភាសាបច្ចេកទេសទេបាទឃើញទេពេលយើងបើកពេលដែលវាត្រជាក់ដល់កម្រិតដែលយើងបានកំណត់នៅក្នុង remote ក្នុង tele របស់យើងអាបតនេះឯងវាក៏ផ្ដាច់ភ្លើងទឹងដើម្បីផ្ដាច់ភ្លើងមិនឲ្យខយក្តៅនៅខាងក្រៅដំណើរការប៉ុន្តែនៅពេលដែលបន្ទប់របស់យើងចាប់ដើមក្តៅម្ដងតិចឡើងសីតុណ្ហភាពឡើងវិញក៏អាបតនេះឯងវាបញ្ជាវាចាប់ដើមបញ្ជូនភ្លើងចេញពីកន្លែងនេះទៅឲ្យខយក្តៅនៅខាងក្រៅដើម្បីឲ្យដំណើរការអញ្ចឹងបើយើងអត់មានខយក្តៅយើងអត់បាច់លើកអាខយក្តៅមកតទៅវិញទៅមកណាឈ្នះលើកទៅលើកមកបងមិនអញ្ចឹងយើងក៏ប្រើអំពូលនឹងឯងតជាមួយនឹងខ្សែនេះអាខ្សែនេះណាបងណាខ្សែនេះកាលណាយើងតពឹបយើងដឹងហើយតែមួយសន្ធុអាបតហ្នឹងវានឹងបញ្ជូនភ្លើងហើយវានឹងបញ្ជូនភ្លើងទៅឲ្យខយក្តៅដែលនៅខាងក្រៅបន្ទប់ដើម្បីឲ្យវិលហើយដើម្បីឲ្យដង្ហើឲ្យខយក្តៅឲ្យម៉ាស៊ីនក្តៅរបស់វានឹងដំណើរការហើយដើម្បីវាបញ្ជូនទឹកថ្នាំម៉ាស៊ីនត្រជាក់មកចូលមកនៅក្នុងខយត្រជាក់ដែលនៅក្នុងបន្ទប់របស់យើងទៅតាមការកំណត់នៅតាមតេឡេរបស់យើងបាទប៉ុន្តែកាលណាមានភ្លើងទៅយើងមិនដឹងទេកាលណាបើសិនតែបតនឹងដំណើរការធម្មតាដឹងតែមានភ្លើងចេញហើយដឹងតែមានភ្លើងចេញកាលណាភ្លើងចេញអំពូលរបស់យើងនេះអំពូលរបស់យើងដឹងតែភ្លឺហើយអញ្ចឹងយើងមកសាកទាំងអស់គ្នាបាទដើម្បីយើងនិយាយមកច្រើនហើយដើម្បីយើងចង់ដឹងតែឃើញរូបភាពថាវាបញ្ជូនភ្លើងចេញយ៉ាងម៉េចយើងមកមើលទាំងអស់គ្នាបាទឥឡូវខ្ញុំដកដួយណាដកដួយទឹបចាំតិចកូនចុចបើកសិនចុចកុងតាក់បើកសិនបងប្អូនអត់បានយល់ក៏កូនជាងក៏បានយកតេឡេពីម្ចាស់ផ្ទះពីអតិថិជនមកណាមិនអីទេចុចបើកសិនចុចបើកពឹតបងឃើញនៅម៉ូទ័រវិលហើយណាបាទម៉ូទ័រវិលហើយម៉ូទ័រវិលដូចបងនិយាយអញ្ចឹងយើងចុចបើកម៉ាស៊ីនត្រជាក់ដំបូងអញ្ចឹងយើងចុចបោកពឹបអាខយត្រជាក់ដែលនៅក្នុងបន្ទប់យើងវាចាប់ផ្ដើមដំណើរការហើយចាប់ផ្ដើមវិលខ្យល់ចាប់ផ្ដើមចេញទៅអត់ចេញខ្យល់តែខ្យល់អត់តត្រជាក់ទេត្រូវអត់អញ្ចឹងយើងមើលនៅក្នុងនេះវាដាក់24អង្សាអញ្ចឹងកាលណាវាអត់តត្រជាក់តែមួយសន្ធុអាបតហ្នឹងវានឹងបញ្ជូនភ្លើងទៅវានឹងបញ្ជូនភ្លើងទៅឲ្យម៉ាស៊ីនក្តៅឬខយក្តៅនៅខាងក្រៅបន្ទប់នោះដើម្បីឲ្យដំណើរការដើម្បីឲ្យបញ្ជូនទឹកថ្នាំត្រជាក់ហ្នឹងឲ្យចូលនៅក្នុងខយត្រជាក់ដើម្បីឲ្យយើងបានខ្យល់ត្រជាក់ចេញមកបងឯងចាំមើលតែមួយសន្ធុទៀតអំពូលនេះនឹងភ្លឺបើសិនតែបតនេះវាដំណើរការធម្មតាទេណាបាទបើសិនតែបតនេះអត់ដំណើរការគឺវានឹងអត់បញ្ជូនភ្លើងទៅទេហើយអំពូលនេះក៏អត់ភ្លឺដែរបងចាំមើលណាបងចាំមើលមួយសន្ធុទៀតចាំមើលដូចយើងបើកម៉ាស៊ីនត្រជាក់អញ្ចឹងណាយើងបើកម៉ាស៊ីនត្រជាក់មកសន្ធុហ្នឹងហើយជា20វិ30វិអីហ្នឹងបាទខយក្តៅនឹងចាប់ផ្ដើមវិលហើយម៉ាស៊ីនត្រជាក់ម៉ាស៊ីននៅខាងក្រៅណានៅក្នុងក្រៅបន្ទប់យើងចាប់ផ្ដើមដំណើរការហើយតែយើងបើកភ្លាមវាអត់ដំណើរការភ្លាមនេះបាទបងចាំមើលណានៅបងខាងបន្តិចដើម្បីឲ្យលឿនបន្តិចពឹងបងឃើញហ្នឹងឃើញភ្លើងភ្លឺអត់បាទឃើញភ្លើងភ្លឺទេហ្នឹងគឺមានន័យថាបតនឹងដំណើរការធម្មតាហើយបន្ទាប់ពីបងអូនបានជួសជុលរួចហើយណាបាទនឹងឃើញនៅអំពូលនឹងភ្លឺ
ចឹងអំពូលនេះភ្លឺគឺមានន័យថាបតហ្នឹងគឺវាដំណើរការធម្មតាហើយគឺវាអាចទំនាក់ទំនងដឹងគ្នាគឺមានន័យថាវាចាប់ដឹងថាខាងក្នុងបន្ទប់ហ្នឹងចាប់ផ្ដើមក្តៅហើយអញ្ចឹងខ្ញុំត្រូវតែបញ្ជូនភ្លើងទៅឲ្យខយក្តៅនៅខាងក្រៅនោះដើម្បីដំណើរការបាទប៉ុន្តែយើងអត់បាច់ទៅតបជាមួយនឹងខយក្តៅដោយផ្ទាល់ទេបាទយើងមានអំពូលនឹងឯងហៅថាអំពូលលោតដើម្បីយើងប្រើជំនួសឧបករណ៍បងឃើញនៅណាបងឃើញនៅយើងសាកមើលម្ដងទៀតខ្ញុំដកឌុយសិនសាកឲ្យមើលម្ដងទៀតសាកឲ្យមើលម្ដងទៀតដើម្បីយើងធ្វើតេស្តដកឌុយសិនចុចបើកសិនបងចុចបើកសិនបងចុចបើកសិនខ្ញុំតាក់បើកទឹងវិលហើយណាបងចាំមើលណាចាំមើលតែមួយធូរទៀតបតនឹងបញ្ជូនភ្លើងទៅឲ្យខយក្តៅរបស់វានៅខាងក្រៅបន្ទប់នឹងឲ្យដំណើរការកាលណាវាបញ្ជូនភ្លើងទៅអំពូលពងមាន់នឹងត្រូវតែភ្លឺព្រោះវាមានភ្លើងឆ្លងកាត់មិនចឹងបាទនេះជាឧបករណ៍សម្រាប់ជំនួយការរបស់ជាងបាទតែបងអូនថាណែនាំឲ្យពើហ្នឹងបងចាំមើលណាមើលធូរទៀតហ្មងណាធូរទៀតបងឃើញនៅភ្លឺហើយបងឃើញនៅភ្លឺហើយណាហ្នឹងអញ្ចឹងបងឃើញទេអញ្ចឹងមានន័យថាអំពូលនេះមានប្រយោជន៍ច្រើនណាស់សម្រាប់យើងយកមកឃ្លាយកមកទាញភ្លើងចេញពី capacitor កុំឲ្យឆក់យើងផងហើយយើងតដើម្បីយើងពិសោធន៍ជាមួយនឹង board របស់យើងផងហ្នឹងណាបាទពិសោធន៍បានច្រើនបងណាពិសោធន៍ជាមួយនឹង inverter ឬក៏ពិសោធន៍ជាមួយនឹង load ផ្សេងៗបានទាំងអស់បងណាបាទបញ្ជាក់ណាវីដេអូហ្នឹងបងអូនមិនបានមកបង្រៀនជួសជុលសិនតិចទេណាបងណាបងអត់ទាន់បង្រៀនទេបាទចាំពេលក្រោយខ្ញុំបងអូននឹងបង្រៀនដល់ step by step បងមួយជំហានទៅមួយជំហានសិនណាបងណាបាទដើម្បីយើងរៀនម្ដងបន្តិចយើងយល់ម្ដងបន្តិចសិនបងណាបាទចាំយើងរៀនទៅដល់ការជួសជុលបាទមុននឹងជួសជុលគឺឲ្យបងស្គាល់ឧបករណ៍ទាំងអស់សិនបងអូនត្រូវក្រាលគ្រឹះបងឲ្យណែនសិនឲ្យស្គាល់អំពីប្រព័ន្ធ solar cell ឲ្យស្គាល់ហើយចាំបងអូនជួសជុលរត់ចាំបន្តទៀតបងណាសូមអរគុណបាទសូមជម្រាបលាត្រឹមតែប៉ុណ្្នឹងចុះបាទថាវាវែងដែរហើយបាទសូមកុំភ្លេចជួយចុច like ជួយចុច follow ជួយចុច subscribe ជួយចុចរូបកណ្ដឹងឲ្យទងជ័យមហានគរផងណាបងណាទាំងនៅក្នុងប្រព័ន្ធ Facebook ទាំងនៅក្នុងប្រព័ន្ធ YouTube ផងណាបងណាដើម្បីបងពុកម៉ែបងប្អូនអតិថិជនទាំងអស់គ្នាបានទទួលវីដេអូចំណេះដឹងថ្មីពីហាងទងជ័យមហានគរអេឡិចត្រូនិកផងណាបាទសូមបញ្ជាក់ណាបងណាសម្រាប់ឧបករណ៍ទាំងអស់នេះបើសិនជាបងរកទិញមិនបាននៅតាមហាងផ្សេងនៅតាមកន្លែងផ្សេងសម្រាប់បងដែលចង់ធ្វើតាមប្អូនដើម្បីទុកប្រើប្រាស់ទុកពិសោធន៍ board ទុកពិសោធន៍អីណាបងអាច message មកតំណែងតាម page ទងជ័យមហានគរបានណាបាទហាងទងជ័យមហានគររបស់យើងខ្ញុំគឺជាហាងមួយដែលលក់ឧបករណ៍អេឡិចត្រូនិកនិងសម្ភារៈសំណង់ជីតាមសាប់គ្រប់ប្រភេទគ្រប់វងចរទាំងអស់ណាបងណាបាទប្រាប់បងតែចង់បានខ្សែភ្លើងតាមប្អូនខ្នាតតាមប្អូនទាំងគៀបទាំងកាប់ដោយប្អូនដើម្បីយកទៅប្រើប្រាស់ដើម្បីយកទៅកែច្នៃធ្វើជាឧបករណ៍ផ្សេងបាទបើបងរកទិញកន្លែងផ្សេងបានទេណាបងអាចតាក់ទងមកខាងប្អូនបានបងណាបើបងអាចរកបានក៏បងរកនៅក្បែរផ្ទះរបស់បងទៅបាទហ្នឹងប្អូនក៏មិនបង្ខំបងឲ្យទិញដែរតែបើបងមានទឹកចិត្តជួយគ្រប់គ្រងហាងទងជ័យមហានគរអេឡិចត្រូនិករបស់យើងខ្ញុំបាទយើងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅបាទជាដំបូងនេះក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរបងណាដែលពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែជួយគ្រប់គ្រងតែមានទំនុកចិត្តតែជួយចុច like ជួយចុច subscribe ជួយចុច follow ជួយចុចតាមដានចុចរូបកណ្ដឹងឲ្យទងជ័យមហានគរអេឡិចត្រូនិកបាទសូមអរគុណបាទសូមបងប្អូនមានសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណត្រឹមនឹងចុះសូមជម្រាបលាបងណា